មានសម្លេងមួយដែលទាហានគ្រប់រូបនៅលើផែនដីស្គាល់វាភ្លាមប្រសិនបើអ្នកជាទាហានម៉ារីនអាមេរិកដែលជាប់គាំងនៅក្នុងជ្រលងភ្នំមួយក្នុងប្រទេសអាហ្គានីស្ថានវាគឺជាសម្លេងនៃការសង្គ្រោះប៉ុន្តែប្រសិនបើអ្នកជាអ្នកប្រយុទ្ធរបស់សត្រូវវាគឺជាសម្លេងចុងក្រោយដែលអ្នកនឹងឮនេះគឺជាយន្តហោះ A-10 Thunderbird 2ប៉ុន្តែគ្មាននរណាម្នាក់ហៅវាបែបនោះទេគេហៅវាថា Warthog វាគឺជាយន្តហោះដ៏អាក្រក់បំផុតយឺតបំផុតនិងបុរាណបំផុតនៅក្នុងឃ្លាំងអាវុធទំនើបរបស់សហរដ្ឋអាមេរិកខណៈពេលដែលយន្តហោះ F-22 Raptor ត្រូវបានរចនាឡើងដើម្បីឲ្យមើលមិនឃើញប៉ុន្តែ Warthog ត្រូវបានរចនាឡើងឲ្យមានសម្លេងខ្លាំងខណៈពេលដែលយន្តហោះ F-35 ត្រូវបានសាងសង់ឡើងជាមួយនឹងលេខកូដរាប់លានបន្ទាត់ប៉ុន្តែយន្តហោះ Warthog ត្រូវបានសាងសង់ឡើងជាមួយនឹងអាងទឹកទីតញោមនិងញញួរតាមច្បាប់ទាំងអស់នៃអាកាសចរសម័យទំនើបយន្តហោះនេះគូតែបោះបង់ហើយកងទ័ពអាកាសបានព្យាយាមលុបចោលវាចំនួន4ដងអ្នកវាតម្លៃហៅវាថាជាវត្ថុបុរាណពួកគេនិយាយថាវាមានចំណុចខ្វះខាតក្នុងការរចនាគឺថាវាយឺតពេកមិនអាចឲ្យដាក់នៅបន្តប្រើប្រាស់ក្នុងសម័យសង្គ្រាមទំនើបបាន Warthog មិនត្រូវបានសាងសង់ឡើងដើម្បីហោះហើរលឿននោះទេហើយក៏មិនត្រូវបានសាងសង់ឡើងដើម្បីឲ្យល្អមើលនោះដែរវាត្រូវបានសាងសង់ឡើងជុំវិញចំណុចខ្វះខាតនៃការរចនាដ៏ធំមួយដែលបានប្រែក្លាយទៅជាមហាអំណាចដ៏អស្ចារ្យបំផុតរបស់វាគឺជាយន្តហោះតែមួយគត់ក្នុងប្រវត្តិសាស្ត្រដែលត្រូវបានគេបាញ់ជាបំណែកបាត់បង់ស្លាបពាក់កណ្ដាលបាត់បង់ម៉ាស៊ីនហើយនៅតែអាចនាំអ្នកបើកយន្តហោះត្រឡប់មកផ្ទះវិញបាននេះគឺជារឿងរ៉ាវនៃកំហុសដែលបានកត់ត្រាទុកដើម្បីស្វែងយល់ពីយន្តហោះ A-10 អ្នកត្រូវយល់ថាវាមិនមែនជាយន្តហោះពិតប្រាកដនោះទេជាធម្មតាវិស្វករសាងសង់យន្តហោះហើយបន្ទាប់មកពួកគេរកវិធីភ្ជាប់កាំភ្លើងនៅកន្លែងណាមួយប៉ុន្តែ Warthog ត្រូវបានគេធ្វើផ្ទុយពីនេះនៅសតវត្សឆ្នាំ1970មន្ទីរបញ្ចកោណបានជួបនឹងសុបិនអាក្រក់មួយពួកគេជឿថាប្រសិនបើសង្គ្រាមលោកលើកទី3ចាប់ផ្ដើមរថក្រោះសូវៀតរាប់ពាន់គ្រឿងនឹងរំកិលឆ្លងកាត់វាលទំនាបនៃទ្វីបអឺរ៉ុបពួកគេត្រូវការកំភ្លើងបាញ់រថក្រោះដូច្នេះក្រុមហ៊ុន General Electric បានផលិតកំភ្លើងមួយមិនមែនជាកំភ្លើងវែងទេគឺជាកំភ្លើងធំ GAU-H Avenger អាវុធនេះមានទំហំប៉ុនរថយន្តគ្រួសារវាមានទម្ងន់ប្រហែល 4000 ផោនវាបាញ់គ្រាប់អុយរ៉ាញ៉ូមដែលមានទំហំប៉ុនដបទឹកដោះគោក្នុងអត្រាចំនួន 3900 គ្រាប់ក្នុង1នាទីកំភ្លើងនេះល្អឥតខ្ចោះប៉ុន្តែមានបញ្ហាមួយដោយសារវាមានទម្ងន់ធ្ងន់ហើយកម្លាំងរុញច្រានក៏ខ្លាំងរហូតដល់គ្មានយន្តហោះណាដែលមានស្រាប់អាចដឹកវាបានឡើយប្រសិនបើអ្នកដំឡើងកំភ្លើងនេះនៅលើយន្តហោះ F-16 ហើយទាញគន្លឹះកម្លាំងរុញច្រាននឹងធ្វើឲ្យច្រមុះយន្តហោះរហែកដូច្នេះវិស្វករបានធ្វើការសម្រេចចិត្តបង្កើតរ៉ាឌីកាល់មួយប៉ុន្តែពួកគេមិនដាក់កំភ្លើងនៅខាងក្នុងយន្តហោះទេពួកគេបានបង្កើតកំភ្លើងខាងក្រៅយន្តហោះដូច្នេះអ្នកក៏លេចមើលច្រមុះរបស់យន្តហោះ A-10 ឲ្យកាន់តែច្បាស់តើអ្នកមានឃើញសម្គាល់អ្វីចម្លែកទេកង់ចោះចតនៅខាងមុខមិនចំកណ្ដាលទេវាត្រូវបានតម្រង់ទៅខាងស្ដាំហេតុអ្វីព្រោះកំភ្លើងត្រូវចូលក្នុងខ្សែឲ្យបានចំកណ្ដាលយន្តហោះប្រសិនបើកំភ្លើងនោះចេញពីចំណុចកណ្ដាលសូម្បីតែ1អ៊ីងកម្លាំងរុញច្រានដែលស្មើនឹងកម្លាំងរុញច្រានរបស់ម៉ាស៊ីនមួយនឹងរុញយន្តហោះចេញពីគន្លងរាល់ពេលដែលវាបាញ់ចេញអ្នកបើកយន្តហោះទាញគន្លឹះហើយយន្តហោះនឹងវិលចេញពីការគ្រប់គ្រងកម្លាំងរុញច្រានរបស់ GAU-H មានកម្លាំងខ្លាំងណាស់ដែលធ្វើឲ្យយន្តហោះថយល្បឿននៅពេលដែលអ្នកបើកយន្តហោះបាញ់ចេញមួយគ្រាប់វែងយន្តហោះនឹងប្រឆាំងសន្ទុះល្បឿនរបស់វាផ្សែងចេញពីកំភ្លើងនេះមានសភាពក្រាស់ណាស់ក្នុងការសាកល្បងដំបូងវាបានធ្វើឲ្យម៉ាស៊ីនស្ទះខ្យល់ហើយបណ្ដាលឲ្យវាឆាប់ឆេះស្រមៃមើលថាអាវុធដ៏មានអានុភាពមួយអាចព្យាយាមទម្លាក់យន្តហោះខ្លួនឯងបានដើម្បីជួសជុលបញ្ហានេះវិស្វករត្រូវដំឡើងឧបករណ៍បញ្ឆេះពិសេសនៅក្នុងម៉ាស៊ីនដែលឆេះជាប់ជានិច្ចនៅពេលដែលកំភ្លើងកំពុងដំណើរការដើម្បីរក្សាភ្លើងឲ្យឆេះវាគឺជាដំណោះស្រាយដ៏លំបាកមួយសម្រាប់ម៉ាស៊ីនដែលប្រើកម្លាំងខ្លាំងប៉ុន្តែកំភ្លើងធំមួយដើមមិនគ្រប់គ្រាន់ដើម្បីធ្វើឲ្យយន្តហោះคล้ายជារឿងដ៏អស្ចារ្យនោះទេអ្នកក៏ត្រូវរស់រានមានជីវិតដោយប្រើវាផងដែរយន្តហោះទំនើបដូចជា F-35 ពឹងផ្អែកលើការបំបាំងកាយការការពាររបស់ពួកគេគឺកុំឲ្យគេមើលឃើញការការពាររបស់យន្តហោះ A-10 គឺមិនខ្វល់ថាគេឃើញឬអត់នោះទេដោយសារតែយន្តហោះ A-10 ហោះទាបនិងយឺតជួនកាលក្រោម 1000 ហ្វីតវាស្ថិតនៅក្នុងចម្ងាយវាយប្រហារអ្វីៗទាំងអស់ដូចជាការបាញ់ប្រហារដោយអាវុធតូចៗនិងការបាញ់គ្រាប់ផ្លោង